នេះគឺជាម៉ាក់របស់បងជាកូនប្រសាស្រីមែនម្លេងផ្ទះអនាគតម្ដាយក្មេកជាលើកដំបូងមិនឆាប់មកជួយចំអិនម្ហូបអីទេមើលកូនប្រសាស្រីរបស់អ៊ំទៅមកធ្វើម្ហូបតាំងពីព្រលឹមមកម្លេះអ្នកមីងកុំបន្ទោសនាងអីមិនតន់រៀបការផងអញការពេលនាងបាត់ទៅហើយលីតុងពួកយើងម្លេងផ្ទះអញគួរតែយកស្រាមកទទួលពួកយើងផងចាំខ្ញុំទៅយកស្រាអូនឯងនៅម្នាក់អត់អីណាឯងខ្លាចអីជាគ្រួសារតែមួយតាពួកយើងមិនធ្វើបាបនាងទេអត់អីទេអារបស់ឯងមើលទៅថោកណាស់ហើយមិនថ្លៃនោះទេ$100ជាងអាយ៉ាស្អីគេដែលហៅថា$100ជាងហ្នឹងឯងចាយលុយលីតុងច្រើនណាស់ហើយមើលទៅឯងឃើញអត់ពួកយើងជាម៉ាក់ត្រូវតែប្រាប់កូនឲ្យចេះសន្សំសំចៃអ្នកមីងក្អៅទាំងនេះគឺខ្ញុំយកលុយរបស់ខ្ញុំទៅទិញនោះទេអញ្ចឹងក៏មិនបានដែរមនុស្សស្រីមិនគួរស្លៀកពាក់កៅអៅលើសពី100ទេបើលើសពីនឹងទៀតគឺខ្ជិះខ្ជាយពេកហើយជាពិសេសគឺជាកូនប្រសាស្រីឯងមើលទៅកូនប្រសាស្រីខ្ញុំមើលនាងស្ដាប់បង្គាប់ណាក៏ឲ្យដែលនាងពាក់មិនដល់80ផងមិនចាំបាច់ឲ្យបារម្ភពេកទេផ្ទះពួកយើងក៏មានក្រាន់បាតដែរអាយ៉ាបើឡាអាដែលមានតម្លៃ$2000ខ្ញុំហីឯងឈប់ញ៉ាំហើយឆាប់យកអានេះទៅបោកទៅត្រូវតែបោកដោយដៃមិនក៏ឯងធ្វើបាបកូនប្រសាស្រីម្លេះឯងទៅតែមានកូនប្រសាស្រីឯងមិនដឹងនោះទេកូនប្រសាស្រីយើងត្រូវតែសម្លុតនិងចេះថាឲ្យខ្លះទៅកូនស្រីគេរៀបការចូលផ្ទះយើងមិនមែនឲ្យយើងធ្វើបាបគេអញ្ចឹងទេស៊ឺជីឯងឃើញអត់ថាម៉ាក់ក្មេងរបស់ឯងល្អដល់ឯងប៉ុណ្ណាចោះតើឯងមានទិញអីជូនគាត់ដែរឬទេខ្ញុំបានទិញហើយអ្នកមីងនេះគឺជាផលិតផលដែលខ្ញុំទិញជូនអ្នកមីងមីងក៏បានត្រៀមផលិតផលនេះមួយឈុតជូនឯងដែរលីតុងនិយាយថាឯងរវល់ការងារណាមិនអីនោះទេឯងទុកឲ្យអ្នកផ្ទះឯងខ្លះទៅអាយ៉ាឯងឲ្យនាងទុកផ្ញើអ្នកផ្ទះនាងទៀតលើកក្រោយនាងនឹងយកលុយពីទីនេះទៅឲ្យអ្នកផ្ទះនាងហើយកូនប្រសាស្រីមិនអាចកាន់លុយនោះទេដូចជាកូនប្រសាស្រីរបស់ខ្ញុំអញ្ចឹងខ្ញុំបានកំណត់ថាបើនាងត្រូវការអីត្រូវតែប្រាប់ខ្ញុំមុនហើយយកវិកែបាត់ឲ្យខ្ញុំមើលទៅខ្ញុំឲ្យលុយនាងទៅតិចញ៉ាំបង្កងនេះទៅអ្នកមីងខ្ញុំមិនអាចទទួលយកបានទេនេះគឺជាទឹកចិត្តរបស់គាត់ឯងនិយាយថាអត់ញ៉ាំអីក៏ឆ្លើយម្លេះញ៉ាំមួយម៉ាត់ទៅវាមិនស្អីទេអ្នកមីងខ្ញុំមិនញ៉ាំនោះទេខ្ញុំជាមនុស្សចាស់បើឯងមិនញ៉ាំទេឯងមើលឲ្យខ្ញុំពេកឯងឆាប់ញ៉ាំទៅអ្នកមីងញ៉ាំទៅខ្ញុំឲ្យឯងញ៉ាំឆាប់ញ៉ាំទៅស្រីឯងវាប្រកែកជាមួយមនុស្សចាស់ដល់3ចានទៀតមានម៉ែឪបដៅដែរអត់ក៏ភាសាស្រីខ្ញុំសូម្បីតែមុខក៏មិនហ៊ានមើលខ្ញុំផងតើអ៊ំស្រីមានហេតុផលអីដែលមកបង្ខំខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ដែលបងស្រីមុនហ្នឹងក៏មានម្ដាយក្មេកដូចជាអ៊ំស្រីឆ្នាំ2023ហើយហេតុអីក៏នៅតែមានម្ដាយក្មេកដូចជាអ៊ំស្រីទៀតមនុស្សស្រីនៅផ្ទះសុទ្ធតែត្រូវប៉ាម៉ាក់គេស្រឡាញ់មិនក៏រៀបការជាមួយនឹងកូនអ៊ំស្រីហើយបែរជាត្រូវអ៊ំមកជេរប្រមាថបែបនេះតើអ៊ំស្រីអាចឈប់ធ្វើបាបគាត់បានទេគាត់ក៏ចេះលោកម៉ាក់ដែរគេមានអីទៅពិបាកគេមកផ្ទះរបស់ខ្ញុំដើមឡើយគឺគ្មានស្អីនោះទេគឺខ្ញុំទេដែលចិញ្ចឹមគេឲ្យសាច់ឈាមគេភ្លឺអញ្ចឹងប៉ាម៉ាក់របស់គេគួរតែអរគុណខ្ញុំទៅត្រូវខ្ញុំមិនឲ្យអ្នកម៉ាក់និយាយពីប៉ាម៉ាក់ខ្ញុំអញ្ចឹងទេខ្ញុំត្រូវមិនហ៊ានលេងលះផងគឺខ្លាចម៉ាក់ប៉ាខ្ញុំពិបាកចិត្តតែឥឡូវនេះខ្ញុំច្បាស់ហើយបើខ្ញុំនៅតែធ្វើបែបនេះទៀតពួកគាត់នឹងកាន់តែពិបាកចិត្តជាងនេះតែយកសភ័យគ្រួសារមកពួកយើងលេងលះគ្នាទៅម៉ាក់មានរឿងអីមែនទាំងអស់នេះគឺសិតតែមកពីចောင်းសុជីនេះខ្លួនឯងមិនកតញ្ញូនឹងម៉ៃក្មេកឥឡូវមកអរគុណភាសាយើងទៀតគឺមិនមែនដោយសារអ្នកដទៃទេគឺដោយសារតែអ្នកមីងខ្លួនឯងផ្ទាល់បើអ្នកមីងមិនព្រមការចរិតមុននោះទេខ្ញុំមិនដឹងថាគុំប្រុសរបស់អ្នកមីងត្រូវរៀបការប្រមាណដងទេខ្ញុំគិតថាឯងក៏ត្រូវនាងបង្មួកដែរខ្ញុំគិតថាគ្រួសារយើងមិនអាចទទួលយកនាងបានទេរឿងគ្រួសាររបស់ខ្ញុំអ្នកមីងមិនចាំលុកដៃទេស្ពាននៅទីនោះអ្នកមីងអាចទៅបានមានន័យថាយ៉ាងម៉េចគឺមានន័យថាពួកយើងលេងជាប់សាច់ញាតិគ្នាទៀតហើយអញ្ជើញម៉ាក់ចាំកូនផងម៉ាក់ឲ្យមានសំទោសផងមកទីនេះជាលើកដំបូងបែរជាឯងជួបរឿងបែបហ្នឹងអត់អីនោះទេអ្នកមីងខ្ញុំគិតថាផ្ទះមួយនេះគឺកក់ក្ដៅខ្លាំងណាស់